សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេស៊ុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូថ្ងៃនេះខ្ញុំនឹងប្រាប់ព័ត៌មានជាមូលដ្ឋានដែលចាំបាច់ខ្លាំងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមជីវិតថ្មីនៅសង់ជូក្រៅពីធម្មជាតិដ៏ស្រស់ស្អាតសង់ជូក៏មានទីតាំងទេសចរណ៍ជាច្រើនដែលអ្នកអាចរីករាយនឹងវប្បធម៌ពិសេសនិងបទពិសោធន៍ផ្សេងថ្ងៃនេះយើងនឹងណែនាំទីតាំងទេសចរណ៍បទពិសោធន៍ចម្រុះរបស់សង់ជូត្រូវបានគេស្គាល់ថាជាទីក្រុងជិះកង់ដោយមានផ្លូវជិះកង់ធំទូលាយនិងផ្លូវតាមមាត់ទន្លេដ៏ស្រស់ស្អាតដែលបានរៀបចំយ៉ាងល្អមនុស្សជាច្រើនកំពុងរីករាយនឹងការជិះកង់នៅសារមន្ទីរជិះកង់សង់ជូអ្នកអាចស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ចម្រុះនៃកង់ព្រមទាំងរីករាយនឹងបទពិសោធន៍ជិះកង់ប្លែកឧទ្យានគតកម្មសង់ជូគឺជាកន្លែងដែលបង្កើតឡើងដោយមានប្រធានបទផ្លែឈើស្ងួតផលិតផលពិសេសរបស់សង់ជូផ្លែឈើស្ងួតសង់ជូត្រូវបានគេស្គាល់ថាជាផលិតផលពិសេសដែលមានរសជាតិនិងគុណភាពល្អឥតខ្ចោះដោយសារខ្យល់អាកាសស្អាតនិងភាពខុសគ្នានៃសីតុណ្ហភាពធំពេលដើរលេងក្នុងឧទ្យានអ្នកអាចស្ដាប់រឿងរ៉ាវផ្សេងអំពីផ្លែឈើស្ងួតសង់ជូហើយវាក៏ជាកន្លែងល្អសម្រាប់ចំណាយពេលសម្រាកឧទ្យានប្រធានបទហាមចាងមីងជូគឺជាកន្លែងដែលបង្កើតឡើងដោយមានប្រធានបទសូត្រហាមចាងផលិតផលប្រពៃណីរបស់សង់ជូហាមចាងមីងជូគឺជាសូត្រប្រពៃណីដែលត្រូវបានត្បាញពីកូនដង្កូវហើយជាផលិតផលពិសេសមួយដែលតំណាងឲ្យសង់ជូអស់រយៈពេលយូរនៅឧទ្យានអ្នកអាចស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌នៃសូត្រព្រមទាំងមានកន្លែងតាំងពិព័រណ៍និងដើរលេងដែលបានរៀបចំជាកន្លែងល្អសម្រាប់ទស្សនាដោយសុខស្រួលសូមចំណាយពេលវេលាដ៏មានតម្លៃនៅសង់ជូជាកន្លែងដែលវប្បធម៌ពិសេសនិងបទពិសោធន៍ចម្រុះរួមបញ្ចូលគ្នាការចាប់ផ្ដើមថ្មីនៅសង់ព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច